ពេលដែលមនុស្សម្នាក់នឹងញញឹមធ្វើឲ្យបរិយាកាសជុំវិញនឹងញញឹមតាមយើងរីករាយតាមយើងនឹងមានក្តីសុខតាមយើងមិននៅសុកខ្ញុំញញឹមខ្ញុំចង់ប្រាប់បងប្អូនអញ្ចឹងមនុស្សស្រីដែលស្រស់ស្អាតគឺស្ថិតនៅលើស្នាមញញឹមស្នាមញញឹមរបស់មនុស្សស្រីនឹងគឺតាក់ចិត្តរបស់មនុស្សប្រុសស្នាមញញឹមនឹងគឺធ្វើឲ្យយើងមានអារម្មណ៍ថាមានក្តីសុខស្នាមញញឹមគឺជាការតាក់ទាញផងមនុស្សស្រីពេលដែលញញឹមស្អាតណាបងប្អូនជឿបងប្អូនសាកញញឹមតិចទោះបីហត់នឿយទោះបីពិបាកមិនក៏ដោយញញឹមធ្វើឲ្យជីវិតមានក្តីសង្ឃឹមញញឹមធ្វើឲ្យខ្លួនឯងវាមានកម្លាំងចិត្តបន្តទៅមុខទៀតញញឹមវាធ្វើឲ្យខ្លួនឯងរីករាយញញឹមធ្វើឲ្យមនុស្សដែលមើលវីដេអូយើងនឹងញញឹមតាមយើងមានក្តីសុខតាមយើងរីករាយតាមយើងបងប្អូនឃើញខ្ញុំដាក់ TikTok ភាគច្រើនរូបដែលខ្ញុំដាក់ឬមួយក៏វីដេអូដែលខ្ញុំដាក់ភាគច្រើនខ្ញុំផ្ដោតលើភាពរីករាយហើយសប្បាយនិងស្នាមញញឹមបងប្អូនខ្លះក៏ថាពលរដ្ឋឯងធ្វើអីគេរាល់ថ្ងៃអត់ហត់នឿយទេអង្គុយតែញញឹមបងប្អូនខ្ញុំហត់ណាស់ពីព្រោះអីខ្ញុំធ្វើការមួយថ្ងៃជិត20ម៉ោងខ្ញុំសម្រាប់បានតិចបងប្អូនបើនិយាយពីពេលវេលារបស់ខ្ញុំគឺខ្ញុំធ្វើការសឹងតែអត់បានដេកខ្ញុំដេកបានតិចណាស់តែខ្ញុំចង់ប្រាប់បងប្អូនថាម៉េចទេទោះបីហត់នឿយទោះបីពិបាកមិនក៏ដោយញញឹមធ្វើឲ្យជីវិតមានក្តីសង្ឃឹមញញឹមធ្វើឲ្យជីវិតមានក្តីសុខញញឹមធ្វើឲ្យខ្លួនឯងវាមានកម្លាំងចិត្តបន្តទៅមុខទៀតញញឹមវាធ្វើឲ្យខ្លួនឯងរីករាយញញឹមធ្វើឲ្យមនុស្សដែលមើលវីដេអូយើងនឹងញញឹមតាមយើងមានក្តីសុខតាមយើងរីករាយតាមយើងខ្ញុំចង់ប្រាប់បងប្អូនតិចខ្ញុំនិយាយពាក្យរបស់មនុស្សប្រុសមនុស្សស្រីដ៏ស្រស់ស្អាតមិនមែនស្ថិតនៅលើគ្រឿងអលង្ការការតុបតែងខ្លួនឬមួយក៏សម្លៀកបំពាក់ឯអាហ្នឹងគឺជាចំណុចបន្ទាប់ទេបងប្អូនមនុស្សស្រីដែលស្រស់ស្អាតគឺស្ថិតនៅលើស្នាមញញឹមស្នាមញញឹមរបស់មនុស្សស្រីនឹងគឺតាក់ចិត្តរបស់មនុស្សប្រុសស្នាមញញឹមនឹងគឺធ្វើឲ្យយើងមានអារម្មណ៍ថាមានក្តីសុខស្នាមញញឹមគឺជាការតាក់ទាញផងមនុស្សស្រីពេលដែលញញឹមស្អាតណាបងប្អូនជឿបងប្អូនសាកញញឹមតិចខ្ញុំ